បងប្អូនទាំងអស់គ្នាដែលកំពុងតែអូសឃើញវីដេអូមួយនេះចាខ្ញុំអាចសូមបងប្អូនទាំងអស់គ្នាចំណាយពេលបន្តិចដើម្បីទស្សនាវីដេអូនៃការចែករំលែកជាមួយនឹងការញ៉ាំលំអងខ្មុំបន្តិចបានទេចាដោយសារតែថ្ងៃនេះគឺថ្ងៃទី2មែនទេបងប្អូនចាថ្ងៃទី2ខែមេសាបងប្អូនគាត់ប្រកាសឃើញហើយព័ត៌មានថ្មីៗពាក់ព័ន្ធជាមួយនឹងបុរសម្នាក់ដែលគាត់ទើបនឹងរៀបការហើយថ្មីគាត់លេងបាល់នៅពេលល្ងាចមិញហ្នឹងគឺមានការកាក់បេះដូងស្លាប់បងប្អូនអញ្ចឹងចង់ជម្រាបជូនបងប្អូនទាំងអស់គ្នាថាសុខភាពចាបញ្ហាសុខភាពដែលសំខាន់ជាងគេគឺបញ្ហាបេះដូងចាបញ្ហាផ្សេងជំងឺផ្សេងយើងអាចពជាពេលបានយើងអាចមានពេលវេលាក្នុងការទប់ស្កាត់ឬមួយក៏យើងព្យាបាលផ្សេងក៏ប៉ុន្តែរឿងបញ្ហាកាំងបេះដូងឬក៏បញ្ហាបេះដូងខ្សោយនេះបងប្អូនគឺជារឿងមួយដែលបងប្អូនចាំបាច់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់មែនទែនអញ្ចឹងបងប្អូនជឿថាការញ៉ាំលំអងឃ្មុំវាគឺជាចំណែកមួយដ៏សំខាន់ក្នុងការជួយមើលថែបេះដូងរបស់បងប្អូនសម្រាប់អ្នកដែលគាត់មានបញ្ហាកាំងបេះដូងចាសំទោសសម្រាប់អ្នកដែលគាត់មានបញ្ហាបេះដូងខ្សោយបញ្ហាបេះដូងចំហចាបញ្ហាជំងឺខ្លាញ់រោមបេះដូងសម្ពាធបេះដូងឬក៏ចង្វាក់បេះដូងលោតគេហៅថាញាប់បងប្អូនអាចចំណាយពេលចាសាកល្បងរសជាតិជាមួយនឹងលំអងឃ្មុំបានខ្ញុំមិនមែនចេះតែនិយាយមកប្រម៉ូទឲ្យបងប្អូនជឿឬក៏បងប្អូនទិញទេតែបងប្អូនអាចចូលទៅ search មើលពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍នៃលំអងឃ្មុំឬមួយក៏ Pauline B ចាជាភាសាអង់គ្លេសបងប្អូនស្វែងយល់តាមហ្នឹងទៅលំអងឃ្មុំគឺជួយផ្នែកបេះដូងហ្នឹងគឺបានល្អហើយបានលឿនមែនតើមានបងស្រីម្នាក់ដែលជាអតិជនរបស់ខ្ញុំនៅខាងច្បារទៅបងប្អូនគាត់បានចែករំលែកថាថ្ងៃមួយគាត់ធ្វើការមានអារម្មណ៍ថាថប់ដង្ហើមបងប្អូនចាថប់ដង្ហើមពិបាកដកដង្ហើមចានោះគឺជាបញ្ហានៃការថាបេះដូងយើងលោតអត់ធម្មតាបងប្អូនលោតខុសចង្វាក់អញ្ចឹងនៅពេលដែលគាត់មានបញ្ហាថប់ដង្ហើមចាមានថាបញ្ហាយើងថប់ចុកនៅកន្លែងចង្វាក់បេះដូងគាត់អត់ដឹងថាត្រូវធ្វើអីបងប្អូននេះគាត់បានអាលំអងឃ្មុំកៅតូចហ្នឹងបងប្អូនចាបានអាលំអងឃ្មុំកៅតូចដោយសារអីគាត់ទិញកំប៉ុងធំគឺខ្ញុំបានកំប៉ុងទូចនេះឲ្យគាត់ណាបងប្អូនអញ្ចឹងកំប៉ុងតូច10តូចនេះគឺគាត់យកទៅតាមខ្លួននៅកន្លែងការងារបានណាបងប្អូនយើងអាចញ៉ាំបានអញ្ចឹងពេលដែលគាត់មានបញ្ហាបេះដូងភ្លាមគាត់សប្បាយអត់តទេបងប្អូនគាត់ទីលំអងឃ្មុំយកមកញ៉ាំលេងចាមានថាគឺយើងញ៉ាំវាសុបហ្មងបងប្អូនគឺញ៉ាំបែបនេះញ៉ាំបែបនេះបានភ្លាមណាបងប្អូនរឿងបញ្ហាបេះដូងនេះគឺជួយច្រើនមែនតើនៅតាមចំណុចនេះខ្ញុំមិនបានផ្ដោតទៅលើអ្នកដែលគាត់កំពុងតែដួលដោយសារតែបញ្ហាកាំងបេះដូងទេបើសិនជាលក្ខណៈថាដល់គាត់ដួលហើយគឺវាពាក់ព័ន្ធជាមួយនឹងការធ្វើចលនានៃបេះដូងចង្វាក់បេះដូងផ្សេងនោះមួយទៀតតែបើសិនជាបងប្អូនកំពុងតែធ្វើការងារក៏ដោយឬមួយក៏កំពុងតែធ្វើដំណើរមានអារម្មណ៍ថាថប់បេះដូងដកដង្ហើមវាអត់សូវទាន់គ្នាបងប្អូនមានលំអងឃ្មុំនេះបងប្អូនញ៉ាំវាទៅចាញ៉ាំវាទៅចង់និយាយថាបងប្អូនជឿមិនជឿខ្ញុំអត់អាចបង្ខំបានទេតែខ្ញុំហ៊ានធានាថាគ្រាន់តែញ៉ាំលំអងឃ្មុំគឺអត់មានផលប៉ះពាល់អ្វីទាំងអស់ទៅកាន់បងប្អូនចាខ្ញុំហ៊ានធានាបើសិនជាបងប្អូនមានបញ្ហាអ្វីមួយភ្លាមបងប្អូនញ៉ាំថ្នាំឬមួយក៏អីផ្សេងវាអាចនឹងគេថាប្រតិកម្មឬក៏ប្រឆាំងណាបងប្អូនក៏ប៉ុន្តែលំអងឃ្មុំខ្ញុំហ៊ានធានាថាបើសិនជាបងប្អូនកំពុងតែមានបញ្ហាលោតចង្វាក់បេះដូងអត់គេថាអត់ប្រក្រតីបងប្អូនញ៉ាំវាទៅចាញ៉ាំវាទៅដោះស្រាយបានមួយរំពេចចានិយាយទៅលំអងឃ្មុំគឺមានអត្ថប្រយោជន៍ច្រើនណាស់ខ្ញុំពិតជាបារម្ភមែនតើដោយសារតែបងប្អូនដឹងថាបច្ចុប្បន្ននេះអ្នកដែលគាត់មានបញ្ហាបេះដូងគឺច្រើនចាអញ្ចឹងហើយគឺជាបញ្ហាមួយដែលយើងមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេសពេលយប់មុនចូលគេងនេះបងប្អូនចាឲ្យម៉ោង7:01យប់ចាម៉ោង7:01យប់ខ្ញុំអត់តន់ចូលគេងទេតែបងប្អូនត្រូវចាំណាមុនចូលគេងញ៉ាំទឹកក្តៅអ៊ុនក៏បានញ៉ាំទឹកធម្មតាក៏បានបើសិនជាកាន់តែល្អញ៉ាំទឹកខ្មុកចាសំតុកញ៉ាំទឹកក្តៅអ៊ុនឆុងជាមួយនឹងលំអងខ្មុំបែបនេះគឺកាន់តែល្អមែនពេលដែលយើងគេងលក់ចង្វាក់បេះដូងគឺនៅលោតធម្មតាពេលដែលយើងគេងលក់សម្ពាធឈាមចលនាបេះដូងវានៅលោតដំណើរការធម្មតាបងប្អូនឃើញទេអ្នកខ្លះគាត់គេងទៅគឺកាំងបេះដូងទៅតែម្ដងចាអញ្ចឹងយ៉ាងហោចណាស់មានការប្រុងប្រយ័ត្នឆុងញ៉ាំមួយកែវមុនចូលគេងចាឆុងញ៉ាំមួយកែវមុនចូលគេងជួយការពារក្នុងការកុំឲ្យបងប្អូនប្រឈមជាមួយនឹងបញ្ហាកាំងបេះដូងឬមួយក៏បេះដូងលោតញាប់ខុសធម្មតាណាបងប្អូនណាចាអាចនិយាយបានថាបងប្អូនអាចចំណាយលុយជាច្រើនទៅទិញសម្ភារៈប្រើប្រាស់ទៅទិញរបស់ញ៉ាំឆ្ងាញ់ដើម្បីទ្រទ្រង់រាងកាយរបស់បងប្អូនក៏ប៉ុន្តែបងប្អូនក៏មិនគួរមើលរំលងដោយការសាកល្បងញ៉ាំលំអងឃ្មុំដែរអាចនិយាយបានថាលំអងឃ្មុំក៏មានបងប្អូនជាច្រើនគាត់សិតសឹងតែមិនដែលស្គាល់មិនដែលបានញ៉ាំមិនដែលបានដឹងអំពីអត្ថប្រយោជន៍ទៅសោះហើយបើសិនជាបងប្អូននៅតែមិនសាកល្បងទិញយកទៅញ៉ាំឬក៏បងប្អូនបានញ៉ាំទេបងប្អូនក៏មិនប្រកាសជាបានដឹងហើយប្រភេទលំអងនេះគឺជាលំអងសុបចាមានថាគឺជាលំអងរបស់ផ្កាដែលសត្វឃ្មុំទៅប្រមូលមកយើងហៅថាជាលំអងឃ្មុំហើយសម្រាប់អត្ថប្រយោជន៍ក៏ដូចជាការញ៉ាំអីគឺខ្ញុំដាក់នៅលើកំប៉ុងណាបងប្អូនចាសម្រាប់កំប៉ុងធំណាអញ្ចឹងបងប្អូនអាចចំណាយលុយត្រឹមតែ 60000 រៀលនេះចា
60000រៀលបងប្អូនអាចញ៉ាំបានរយៈពេលចាចាប់ពីកន្លះខែឡើងចាស្មើនឹងមួយថ្ងៃបងប្អូនចំណាយតែ2000រៀលទេបងប្អូនណាដើម្បីមើលថែបេះដូងបងប្អូនចាជាពិសេសសម្រាប់បងអ៊ំពូមីងលោកយាយលោកតាដែលគាត់មានវ័យចាប់ពី25ឆ្នាំឡើងទៅគួរតែញ៉ាំលំអងឃ្មុំដើម្បីមើលថែបេះដូងប្រសិនបើកំពុងតែមានអាការៈដូចជាថប់ទៅហើមឬមួយក៏កំពុងតែដឹងខ្លួនឯងច្បាស់ថាកំពុងតែមានបញ្ហាបេះដូងអញ្ចឹងសម្រាប់វីដេអូមួយនេះគឺខ្ញុំគ្រាន់តែចង់ចែករំលែកប្រាប់បងប្អូនទេថាបងប្អូនត្រូវតែការពារត្រូវតែមើលថែទាំសុខភាពរបស់បងប្អូនអញ្ចឹងសម្រាប់លំអងឃ្មុំអ្នកដែលគាត់មានបញ្ហាបេះដូងឬក៏ការពារចាបងប្អូនអាចចង់ញ៉ាំបែបនេះក៏បានសម្រាប់អ៊ំពូមីងដែលគាត់មានបញ្ហាលើសកម្រិតជាតិស្ករទឹកនោមផ្អែមញ៉ាំបែបនេះបានអ្នកលើសស្ករទឹកនោមផ្អែមមិនអាចញ៉ាំទឹកឃ្មុំបានទេចាក៏ប៉ុន្តែអាចញ៉ាំជាមួយនឹងលំអងឃ្មុំដើម្បីទប់ស្កាត់ការពារកម្រិតជាតិស្ករកុំឲ្យឡើងលើសដើមបញ្ចុះបែបកម្រិតមួយដែលគេហៅថាទប់ស្កាត់មិនឲ្យឡើងតែវានឹងបញ្ចុះម្ដងបន្តិចពីព្រោះថារសជាតិនៃលំអងឃ្មុំអត់ផ្អែមដូចទឹកឃ្មុំទេណាបងប្អូនហើយមិនត្រឹមតែប៉ុណ្្នឹងទេសម្រាប់លំអងឃ្មុំគឺវាជួយទៅលើផ្នែកសុខភាពនិងសម្រស់ជាពិសេសចាញ៉ាំលំអងឃ្មុំសម្រាប់បងប្អូនស្ត្រីជួយទៅលើបញ្ហារូបស្ត្រីចាសម្រាប់ដៃគូដែលគាត់រៀបការហើយអត់ទាន់មាន baby ចាដោយសារតែបញ្ហារោគស្ត្រីទាំងបុរសឬក៏ស្ត្រីផ្សេងៗក៏អាចសាកញ៉ាំលំអងឃ្មុំបានដែរមិនថាញ៉ាំលំអងឃ្មុំមានកូនទេណាចាក៏ប៉ុន្តែគឺជួយទៅលើផ្នែកសុខភាពរបស់សុខភាពនារីនិងសុខភាពបុរសដៃគូទាំងពីរអ្នកទាំងនោះចាអញ្ចឹងពេលដែលបងប្អូនចង់ញ៉ាំបងប្អូនចង់បែបហ្នឹងមកហើយបើបងប្អូនចូលចិត្តរសជាតិរៀងដិតជាងហ្នឹងបន្តិចអាចដាក់ទឹកឃ្មុំក៏បានដែរចាតែសម្រាប់ខ្ញុំអត់ដាក់ទឹកឃ្មុំទេគឺខ្ញុំញ៉ាំបែបហ្នឹងហើយយើងកូរវាឲ្យរៀងក្តៅអ៊ុនល្មមគឺយើងញ៉ាំតែម្ដងអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងបងប្អូនកុំភ្លេចមើលថែទាំសុខភាពជាមួយនឹងការញ៉ាំលំអងឃ្មុំណាចាមិនមែនមកប្រម៉ូទលក់ទេតែចង់ចែកម្លែកបងប្អូនដឹងចាហើយក៏បងប្អូនត្រូវការអាចកំងបានព្រោះលំអងឃ្មុំអត់មានច្រើនទេនៅសល់តិចខ្លាំងមែនទែននេះខ្ញុំកំពុងតែមានប្រម៉ូសិនបញ្ចុះតម្លៃនឹងការថែមជូនពិសេសនៅរដូវបុណ្យចូលឆ្នាំថ្មីនៅពេលខាងមុខនេះណាបងប្អូនអរគុណច្រើនកុំភ្លេចចាស់មើលថែទាំសុខភាពជាពិសេសការពារបេះដូងរបស់លោកអ្នកចាសូមអរគុណសូមគោរពលា